គឺជួយយើងផ្នែកក្នុងការលក់ដែរពិធីសម្អាតម៉ាស៊ីនក្រែមទី1គឺយើងចុចសញ្ញា clean ណាពេលម៉ាស៊ីនមានម្សៅក្រែមនៅក្នុងហ្នឹងគឺចុចសញ្ញា clean ដើម្បីឲ្យជួយជំរុញក្រែមនៅខាងក្នុងម៉ាស៊ីននេះចេញអស់អញ្ចឹងសាច់ក្រែមហ្នឹងវាហូរចេញមកអស់លឿនយើងចាក់ទឹកស្អាតចូលប៉ុណ្ណឹងឲ្យវាពេញខាងក្រោមដើម្បីលាងសម្អាតដុំខាងក្នុងខាងពីនេះឲ្យវាបានស្អាតហើយបន្ទាប់មកយើងដោះដំបាយចេញនីមួយលាងវាទាំងអស់បន្ទាប់មកគឺយើងកាច់គឺធំមួយកាត់សងខាងកាត់តិចទៅប៉ុណ្ណឹងកាត់សងខាងរហូតដល់អស់កាត់ចេញពីខាងក្នុងនោះបងតែយើងទឹក clean ណាសញ្ញា clean បើដល់ស្អាតសញ្ញាស្អាតបន្ទាប់មកកាច់ទៅ3ហ្នឹងកាច់ចេញទាំងអស់ដើម្បីឲ្យទឹកអស់ចេញពីក្នុងសិនយើងយកបន្ទន់ស្អាតមួយមកយើងដោះអំបាយវានីមួយដកលើចេញសិនណាដកលើចេញសិនដោះអំបាយវាដោះអំបាយវាដោះចេញណាដោះចេញអំបាយវាចេញទាំងអស់ដល់ជិតសិនដៃឡើងនេះណាស្ទើរដៃចេញទាំងអស់ដោះចេញទាំងអស់អំបាយយើងរាល់ថ្ងៃទាំងអស់ណាចេញទៅពុកនេះក៏ចេញដែរបាយចេញទាំងអស់ហ្នឹងណាទីដុំចេញបាយគូនចេញទៀតស្អាតវាតែសារយើងមិនស្អាតអាហ្នឹងទេនេះកលៈតាមនេះវាខ្មៅនឹងអាចនឹងធំកាន់ក្រែមអញ្ចឹងយើងដោះសម្អាតចេញចេះដោះចេញបាយចេញទាំងអស់បាយចេញទាំងអស់អញ្ចឹងបន្ទាប់មកយកកសែងជូតសម្អាតដាក់ទឹកជូតសម្អាតសាប៊ូជូតសម្អាតវាក៏បើយើងប្រើទឹកស្អាតណាប្រើទឹកស្អាតទៅធំមកយើងពូតកណាត់ជូតវាជូតស្អាតមកខាងប្លុកលើនេះខាងប្លុកលើនេះណាជូតស្អាតជូតយកទឹកនេះអស់ជូតដល់អស់សាច់ក្រែមតែម្ដងណាជូតដល់អស់សាច់ក្រែមយើងមើលឲ្យឃើញច្បាស់ណាខាងលើនេះអត់មានសល់សាច់ក្រែមទេកុំឲ្យវាធំក្លិនសល់ទៅជូរក្នុងរត់នេះយើងយកឈើនេះឈើតោអាដៃយើងណាយើងលូកចូលដាក់ខ្សែចូលចឹងមកលូកចូលស្អាតដល់ផងគឺពីខាងចឹងមកដើម្បីយើងប្រកាសថាខាងក្នុងសយងវាបានស្អាតណាកុំឲ្យវាក្លិនជូរពេលស្អែកយើងលូកទៅអត់ក្លិនជូរលូកជន់លូកដៃចូលតែកសែងនេះលូកចូលលូកដៃចូលចឹងមកជូរស្អាតដល់ខាងក្នុងស្អាតដល់ខាងក្នុងឲ្យស្អាតមកខាងទៀតលូកស្អាតដូចគ្នាលូកសម្អាតឲ្យដល់ក្នុងសម្អាតមកពូតកតាយពូតទឹកស្ងួតសម្អាតវារៀងរាល់ពី3ថ្ងៃម្ដងឬមួយទឹកម្ដងយើងត្រូវដោះលាងសម្អាតនេះដោះវី4គ្រាប់នេះបោះវី4គ្រាប់នេះណាលើប្រហែលដៃគាត់ហ្នឹងតិចមកលាងសម្អាតសាច់ខាងក្នុងនេះឃើញទេអ្នកខ្លះអត់បានលាងសម្អាតទេខាងក្នុងសុទ្ធតែស្នាមប្រឡាក់ក្រែមណាអូខេសល់ទុកយូរទៅកាត់តែធំក្លិនកាន់តែស្អុយក្លិនវាខ្លាំងនៅចំណុចកន្លែងនេះយើងត្រូវបាញ់ទឹកលាងទេយើងប្រើកសែងជូតទឹកណាជូតសម្អាតវារៀងរាល់ថ្ងៃជូតសម្អាតវារៀងរាល់ថ្ងៃមកបើកន្លែងដោះសម្អាតនេះអាចរៀងរាល់ថ្ងៃក៏បានបើយើងត្នេរៀងរាល់ថ្ងៃបើអត់ត្នេទេយើងអាច2ថ្ងៃ3ថ្ងៃយើងអាចលាងម្ដងបានបើយើងត្នេទេយើងត្រូវជូតសម្អាតរាល់ថ្ងៃទៅជូតសម្អាតរៀងរាល់ថ្ងៃទៅដើម្បីឲ្យកន្លែងបិទក្រែមយើងនោះកុំមានក្លិនស្អាតដែរអត់នឹងចង់ខាងអត់មានក្លិនបាក់គុំក្លិនឈ្ងុយហ្នឹងអត់មានក្លិនទេដើម្បីលាងឧបករណ៍នេះទៅឲ្យបានស្អាតទី1យើងមានច្រាស់ទី2ទៀតយើងមានប្រដាប់លុកចូលរុននេះចូលរុនប្រហោងហ្នឹងលាងសម្អាតខាងក្នុងហ្នឹងគឺថាមានច្រាស់អានោះវាមានច្រាស់ក៏មានអាហ្នឹងក៏បានអញ្ចឹងយើងមានទីនេះដើម្បីមកសម្អាតតែខ្សែដែលយើងជូតពីសិនមកយើងយកមកដាក់សាប៊ូដើម្បីជូតសម្អាតវាដូចគ្នាអញ្ចឹងតើតោងណានេះយើងយកត្រូវនេះដាក់សាប៊ូតិចមកយើងដាក់សម្អាតវាសម្អាតវាកន្លែងនេះទៅយកអានេះណាកន្លែងនេះយើងនៅក្នុងនេះយើងលូកដល់យើងប្រហែលអានោះបើសិនជាមានអាច្រាស់ល្អអាសាច់ច្រាស់យើងទិញនៅផ្សារមានហើយកន្លែងណាវាលូកតែហ្នឹងមានកៅលាងអីមានកៅលាងបបលាងអីហ្នឹងអានោះមានបើសាច់ច្រាស់កាន់ល្អជាងនេះទៀតណាបោះលាងស្អាតទៀតមកបោះមកក្នុងនេះលូកលាងហ្នឹងលូកទៅដល់គ្នាទៅក្នុងតង់ថ្មទៅណាតែនេះអញ្ចឹងការលាងសម្អាតនេះគឺជួយយើងផ្នែកក្នុងការលក់ដែរបើគឺដឹងថាយើងជាអ្នកអនាម័យល្អអញ្ចឹងក្រែមយើងលក់ក៏បានបាច់ល្អដែរយើងសម្អាតរាល់ថ្ងៃមកអត់ទាន់ហ្នឹង